វីដេអូនេះទី1សូមជូនដល់អស់មិត្តភ័ក្តិណាដែលធ្លាប់ប៉ូលីសហៅចូលសួរដោយសារធ្វើខុសអីមួយនៅផ្លូវចរាចរណ៍ខ្ញុំបានជួបថ្មីនេះហើយដឹងខ្លួនថាខុសញ័រក្បាលជង្គង់ទៅថ្លាក់ភ័យដូចកូនមន់តែអរគុណព្រះដែលទ្រង់បានរៀបចំដើម្បីឲ្យខ្ញុំមិនបានពិបាកពេកទី2សូមជូនដល់លោកប៉ូលីសចរាចរណ៍ដែលបានអនុគ្រោះដល់ការខុសឆ្គងរបស់ខ្ញុំល្ងាចមិញអ្នកខាងមុខជិះឡានរបស់ខ្ញុំមិនបានពាក់ខ្សែក្រវ៉ាត់ដោយសារភ្លេចហើយខ្ញុំជាតកងឡានក៏ភ្លេចដាស់តឿនគាត់ដូច្នេះក៏មានការខុសឆ្គងពេលដែលយើងបានទៅកន្លែងគាត់ក៏សុំមើលបានបើកបរហើយចុងបញ្ចប់ក៏ឲ្យយើងប្រាប់អ្នកជិះឲ្យពាក់ខ្សែក្រវ៉ាត់វិញហើយឲ្យយើងទៅសូមអរគុណជាខ្លាំងនៅក្នុងការលើកលែងទោសដែលពិតជាធ្ងន់ធ្ងរហើយគួរតែជាប់ទោសដូចគេឯងផងដែរហើយអរគុណដែលបានផ្ដល់ក្តីមេត្តាដល់ខ្ញុំហើយខ្ញុំក៏ដឹងដែលខ្ញុំមិនគួរណាទទួលក្តីមេត្តាតែក៏បានផ្ដល់ក្តីមេត្តាដោយព្រះយេស៊ូវបានផ្ដល់ព្រះគុណដល់ខ្ញុំផងដែរសូមអរគុណសូមជម្រាបលា